តន់ខ្ញុំនៅក្មេងតន់ខ្ញុំនៅមានកម្លាំងខ្ញុំអាចដោះស្រាយទៅលើបញ្ហាផ្សេងបានមិនថាបញ្ហាតូចមិនថាបញ្ហាធំខ្ញុំចង់ជួបបញ្ហាទាំងអស់ហ្នឹងហើយបើសិនជាបញ្ហាហ្នឹងមកជួបខ្ញុំនៅពេលដែលខ្ញុំអាយុ40ទៅ50ឆ្នាំខ្ញុំអត់ប្រកាសទេថាខ្ញុំអាចដោះស្រាយបញ្ហាហ្នឹងរួចអត់អញ្ចឹងអានេះគឺជាប្រយោគមួយដែលខ្ញុំបានមកពីវីដេអូផុសបងចនសីដែលគាត់បានទៅ join ទៅ podcast របស់ពូរៀនថតហើយនេះគឺជាប្រយោគមួយដែលបានជួយខ្ញុំឬក៏ផ្លាស់ប្ដូរទៅលើ mindset របស់ខ្ញុំច្រើនព្រោះខ្ញុំគឺជាមនុស្សម្នាក់ដែលថាចូលចិត្តសាកល្បងអីដែលថ្មីហើយនៅពេលដែលខ្ញុំសាកល្បងអីដែលថ្មីគឺខ្ញុំបានជួបទៅលើបញ្ហាច្រើនអញ្ចឹងនៅពេលដែលខ្ញុំដោះស្រាយបញ្ហាទាំងអស់ហ្នឹងគឺខ្ញុំនឹងរៀនទៅលើ idea ឬក៏ខ្ញុំរៀនទៅលើដំណោះស្រាយផ្សេងៗដើម្បីដោះស្រាយបញ្ហាផ្សេងៗទៀតហើយនេះគឺជាប្រយោគមួយដែលបានកែប្រែទៅលើជីវិតខ្ញុំខ្លាំងមែនទែនព្រោះវាគឺជាប្រយោគមួយដែលជួយជំរុញឲ្យខ្ញុំហ៊ានដើម្បីបោះជំហានទៅលើការចាប់ផ្ដើមអីដែលថ្មីដោយ start up ដែលថាខ្ញុំបានធ្វើវីដេអូពីមុនអញ្ចឹងហើយខ្ញុំចង់និយាយតាក់ទងជាមួយនឹង background របស់ខ្ញុំខ្លះដោយសារតែមានអ្នកខ្លះគាត់ដឹងអ្នកខ្លះគាត់អត់ដឹងទេខ្ញុំគឺជាសិស្សម្នាក់ដែលបានសិក្សាទៅលើមុខជំនាញឬមួយក៏យើងហៅថា specialization ហ្នឹងទៅលើ software engineering ឬមួយក៏អ្នកខ្លះគាត់បានស្គាល់ថាទៅលើ software developer ហើយចំពោះការសិក្សាហ្នឹងគឺខ្ញុំមិនមែនរៀនតែ software developer ទេឬក៏ software engineering ទេគឺខ្ញុំបានរៀនទៅលើ specialization ផ្សេងច្រើនទៀតតាក់ទងជាមួយនឹង cyber security ការពារទៅលើសន្តិសុខ cyber ហ្នឹងដែលអ្នកគ្នាស្គាល់ថាតាក់ទងជាមួយនឹង hacker អីចឹងហើយទី2តាក់ទងជាមួយនឹង data science ហើយទី3ទៅលើ mechanic ហើយមានជំនាញផ្សេងៗច្រើនទៀតដែលខ្ញុំបានរៀនអញ្ចឹងនៅពេលដែលខ្ញុំមាន idea ឬក៏ខ្ញុំបានរៀនជំនាញទាំងអស់ហ្នឹងវាមិនមែនអត់ប្រយោជន៍ទេដោយសារតែជំនាញទាំងអស់ហ្នឹងហើយដែលជួយឲ្យខ្ញុំឥឡូវហ្នឹងខ្ញុំអាចមាន idea ឬមួយក៏ខ្ញុំមានគំនិតច្រើនដើម្បីបង្កើតឬមួយក៏ដោះស្រាយនៅបញ្ហានៅពេលដែលខ្ញុំបានជួបនៅក្នុងកំឡុងពេលដែលខ្ញុំធ្វើ startup នេះខ្ញុំចេះទៅលើការរើសលើ strategy ឬមួយក៏រើសទៅលើយុទ្ធសាស្ត្រអីមួយដើម្បីដោះស្រាយទៅលើបញ្ហាដែលយើងបានជួបផ្ទាល់ហ្នឹងហើយចំពោះប្រយោគហ្នឹងគឺវាត្រូវជាមួយនឹងខ្ញុំមែនព្រោះខ្ញុំបាន start ខ្ញុំចង់ start វានៅពេលដែលខ្ញុំអាយុ20អញ្ចឹងបើសិនជាខ្ញុំធ្លាក់ដុនដាប់ខ្លាំងមែនតើដល់ពេលដែលខ្ញុំសោយខ្លាំងគឺខ្ញុំអាចមាន20ឬក៏30 40ឆ្នាំទៀតដើម្បីបន្តឬក៏កែប្រែកំហុសដែលថាខ្ញុំបានធ្វើនៅឥឡូវហ្នឹងហើយគឺខ្ញុំបានរៀនពីបញ្ហាដែលខ្ញុំបានជួបប្រទះឥឡូវហ្នឹងដើម្បីធ្វើវាជាបទពិសោធន៍ដើម្បីដោះស្រាយបញ្ហាធំៗនៅពេលដែលខ្ញុំជួបក្នុងកំឡុងអាយុ40ឬ50ឆ្នាំអីចុះនេះក៏ជា reflection មួយដែលខ្ញុំចង់ធ្វើហើយចង់ចែករំលែកទៅអ្នកទាំងអស់គ្នាដើម្បីយកជាប្រយោគនេះឬក៏យកជា quote ហ្នឹងទៅ apply នៅក្នុង real life របស់អ្នកទាំងអស់គ្នាបើសិនជាខ្ញុំមានកំហុសឆ្គងអីមួយតាក់ទងជាមួយនឹងការចែករំលែកទៅលើផ្នត់គំនិតឬក៏ mindset របស់អ្នកទាំងអស់គ្នាហ្នឹងដែលអាច comment ហើយបើសិនជាចូលចិត្តអាច follow ឬមួយក៏ repost ឬមួយក៏ share វីដេអូនេះទៅកាន់មិត្តភក្តិរបស់អ្នកទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺចាប់ចំប៉ុណ្ណឹងសិនហើយ see you ជាមួយវីដេអូ exciting តាក់ទងជាមួយនឹង startup អរគុណអ្នកទាំងអស់គ្នាបាយបាយ